tầm ninh để cho cắt tam prom đai cột tem phẩm má để dân bật chụp với thai hai ní cứ chia tầm ninh là bật cho bạn hai hoặc bạn hai cua nhây ở trong má rồi viên tầm ninh thái để nón cho bằng quần trầm trâu so cho bắp anh ấy mình chỉ bành hà tại tầm ninh để lúa trâu rồi cả màu tam cho ăn rạ chiết trầm trâu đấy tại bằng mình bán bằng quần lúc chưa ở bơi là một hai dương miễn sức trong cốc con trong cá thơ phía cá tầm đánh thầy và tại cả sông co tô nơi chui khơi khôi nâng mình tray để khúc khất và nơi tại hiên nuôi châu tam trọ thuê prom đai cô đại bán bất chỉ tha phô ở biên cam chia thay hai phong này nít ở dương sông co tô này và ปัจจุบันนี้រដ្ឋាភិបាលកម្ពុជាកំពុងតែចាត់វិធានការយ៉ាងក្តៅដើម្បីបង្ក្រាបទៅលើការលួចនាំចូលទំនិញថៃចូលមកកម្ពុជាតាមរយៈព្រំដែនគោកកម្ពុជាថៃដូចនេះក្នុងនាមអ្នកអង្គការជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមួយរូបតែអ្នកអង្គការគ្រប់គ្រងយ៉ាងណាខ្លះចំពោះវិធានការនេះវិធានការរបស់សម្ដេចដេជោប្រធានប្រសិទ្ធភាពដែលគាត់ចុះប្រហែលថ្ងៃនេះទៅខាង ភូមិភាគពីយ៉បភាគខាងលិចដែលជាប់ព្រំដែនថៃទាំងអស់នោះឯងដែលជាការរឹតបន្តឹងមួយជៀសវាងតំណែងឆ្លងកាត់ដោយខុសច្បាប់ចង់និយាយថាតំណែងដែលឆ្លងកាត់តាមព្រំដែនគោកទាំងប្រមាណដែលយើងបិទជាមួយថៃហើយនេះគឺជាតំណែងល្មើសច្បាប់ហើយខុសច្បាប់ហើយគឺជាការបំពានហើយដូច្នេះជាចំណាប់អារម្មណ៍ក៏ដូចជាក្នុងនាមយើងវិស័យជនយើងគ្រប់គ្រងនៅវិធានការរបស់ថ្នាក់ដឹកនាំជាតិក្នុងការលុបបំបាត់នៅអំពើខុសច្បាប់ ជាពិសេសគឺឈ្មួញបាទខលខូចដែលខុបខិតជាមួយមន្ត្រីនៅតាមច្រកទ្វារទាំងអស់នោះដែលធ្វើឲ្យមានតំណែងឆ្លងកាត់ព្រំដែនគោកមកកាន់ប្រទេសកម្ពុជាយើងហ្នឹងដែលធ្វើឲ្យប៉ះពាល់ដល់គណៈកិត្តិយសជាតិរបស់យើងអញ្ចឹងបើក្នុងករណីដែលបញ្ហានៃការលួចនាំចូលនេះនៅតែបន្តកើតមានឡើងតើវាអាចនឹងជះឥទ្ធិពលអីខ្លះដល់សេដ្ឋកិច្ចសង្គមរបស់កម្ពុជាតំណែងរត់កិច្ចពន្ធខុសច្បាប់គឺជាការនិយាយចំថាគឺជាការបំផ្លាញសេដ្ឋកិច្ច ទី 1 ទី 2 បើសិនជាតំណែងនោះមិនបានត្រួតពិនិត្យគុណភាពច្បាស់លាស់គឺជាការបំផ្លាញសុខុមាលភាពរបស់ប្រជាពលរដ្ឋមួយទៀតដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានជំងឺរ៉ាំរ៉ៃនេះជាចំណុចសំខាន់ណាស់ដែលយើងត្រូវគ្រប់គ្រងដូច្នេះខ្ញុំគិតថាបញ្ហានេះរហូតដល់ថ្ងៃនេះពិតមែនថាថៃគាត់បិទដោយឯកតោភាគីក៏គាត់បានគម្រាមយើងកន្លងមកតែគាត់មិនទាន់ហ៊ានប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្មឬក៏ផ្ដាច់ពាណិជ្ជកម្មជាមួយកម្ពុជាទេ ដូច្នេះអ្វីដែលកម្ពុជាដែលយើងអាចធ្វើបានក្នុងស្មារតីជាតិនិយមរបស់យើងនេះពិតមែនថាថ្នាក់ជាតិនិងថ្នាក់ជាតិយើងមិនអាចពហិការឬក៏ផ្ដាច់តំណែងពាណិជ្ជកម្មនិងសេដ្ឋកិច្ចក៏ដោយតែក្នុងនាមយើងជាពលរដ្ឋរបស់ខ្មែរមានការជឿចាប់នៃការសង្គ្រាមឈ្លានពានរបស់ថៃនេះយើងអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើពហិការតំណែងថៃទាំងអស់នោះដូច្នេះខ្ញុំជឿថាបើយើងអត់ទីផ្សារក្នុងស្រុក ទោះបីគាត់នាំចូលស្របច្បាប់មកតាមផ្លូវទឹកផ្លូវអាកាសឬក៏តាមឡាវក៏ដោយក៏គ្មានអ្នកទិញដែរដូច្នេះបើគ្មានអ្នកទិញក៏គ្មានអ្នកនាំចូលដែរអានេះជាចំណុចសំខាន់ណាស់ដូច្នេះខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យើងមានសិទ្ធិក្នុងគ្រប់គ្រាន់ក្នុងការធ្វើភារការតំណែងថៃបាទតែក៏សូមថ្កោលទោសនៅឈ្មួញខលខូចនិងមន្ត្រីដែលខុបខិតបាទនៅតែហ៊ានលួចចូលតាមច្រកទ្វារ ព្រំដែនគោកដែលបានបិទជាស្ថាពរវិមានកម្ពុជាថៃហើយផងដែរនេះក៏យើងសូមថ្កោលទោសដែរបាទដោយអ្នកអង្គការដឹងហើយថានៅកម្ពុជាមានអាជ្ញាធរពាក់ព័ន្ធជាច្រើនដែលលុកដៃនៅក្នុងការងារទប់ស្កាត់នៃការលួចនាំតំណែងថៃចូលមកក្នុងប្រទេសកម្ពុជាប៉ុន្តែសង្កេតឃើញថានៅតែមានវត្តមាននៃតំណែងថៃមួយចំនួននៅតែអាចជាតិចូលទីផ្សារកម្ពុជាបានអញ្ចឹងចង់ឲ្យអ្នកអង្គការលើកឡើងពីហេតុផលថាតើនេះមកពីករណីអីដែរចា៎ តំណែងថៃសប្តាហ៍ថ្ងៃនេះនៅក្នុងឃ្លាំងក៏ដោយក្នុងប្រទេសកម្ពុជាយើងមិនមែនសិតតែខុសច្បាប់ទាំងអស់ទេនិយាយអស់ទេដោយសារកន្លងមកថ្នាក់ដឹកនាំជាតិរបស់យើងបានមានលិខិតគយដែលហាម5ដែលជូនដំណឹងហាម5តែប្រមាណមុខទេក្រៅពីនោះគឺគាត់មានសិទ្ធិនាំចូលតាមស្ទឹងត្រែងតាមឡាវតាមអាកាសនិងតាមផ្លូវទឹកដូច្នេះគួរនិយាយឲ្យច្បាស់រវាងតំណែងថៃដែលនាំចូលបង់ពន្ធត្រឹមត្រូវស្របច្បាប់អាហ្នឹងមិនជាបញ្ហា តែតំណែងដែលលួចចូលឬក៏មកតាមច្រកអន្តរជាតិត្រឹមត្រូវដែរតែបងមិនបានបងពុននោះជាអំពើល្មើសហើយគឺជាការអំពើកិច្ចពន្ធហើយដូច្នេះកន្លងមកយើងឃើញថាតំណែងថៃមួយចំនួនបានធ្វើការវិចចប់ជាអសរខ្មែរ
គាត់វិចខ្ចប់ជាអសរខ្មែរវាមិនអីទេព្រោះអីកន្លងមកយើងឆ្នាំពេទ្យអីវត្ថុសម្ភារៈមួយចំនួនដែលប្រើប្រាស់ហ្នឹងយើងបានកំណត់ឲ្យប្រើប្រាស់អសរខ្មែរដើម្បីនាំចូលកម្ពុជាបានគឺជាពិសេសគឺឆ្នាំពេទ្យហ្នឹងឯងដាក់វិធីប្រើប្រាស់ព្យាបាលជំងឺអីខ្លះបាទមួយថ្ងៃប្រើប្រមាណដងគឺកំណត់ជាអសរខ្មែរដូច្នេះបើសិនតែគាត់យកតំណែងថៃមកវិចខ្ចប់ជាភាសាខ្មែរគាត់ត្រូវដាក់ថាផលិតផលថៃឬក៏ធ្វើនៅថៃយើងមានពាក្យថាបាទ Make in Thailand ហើយអាមួយទៀតឬក៏ Thai product Thailand product បញ្ជាក់ឲ្យច្បាស់ដូច្នេះជំរឿសរបស់ប្រជាពលរដ្ឋដែលគាត់ទិញមកប្រើប្រាស់ជាមកប្រើប្រាស់នេះគាត់ត្រូវមានជំរឿសថាខ្ញុំគួរទិញតំណែងថៃអត់អានេះជាចំណុចសំខាន់បាទអ្វីដែលយើងឃើញកន្លងមកដោយសារគាត់មិនដឹងច្បាស់ថាតំណែងនេះគឺជាតំណែងថៃទេព្រោះគាត់ដាក់អក្សរខ្មែរហើយដោយមិនបានដាក់ប្រភពប្រទេសដែលផលិតទៅទៀតដែលអញ្ចឹងវាធ្វើឲ្យមានការហូរចូលដែលមកបន្លំបាទដោយដែលអ្នកអង្គការដឹងឲ្យថាក្រោយពីកម្ពុជាបិទព្រំដែនគោកជាមួយថៃអស់រយៈពេលជាង1ឆ្នាំហ្នឹងតើអ្នកអង្គការយល់ថាកម្ពុជាបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ឬនៅសម្រាប់ការផ្គត់ផ្គង់ឲ្យតំណែងក្នុងស្រុកយើងចំពោះសមត្ថភាពជំនួសតំណែងថៃនេះយើងកំពុងឈានជាបណ្ដាប៉ុន្តែតែមិនទាន់គ្រប់មែនប៉ុន្តែយើងមានការនាំចូលពីបណ្ដាប្រទេសជាសមាជិកអាស៊ានដែលយើងជាសហគមន៍សេដ្ឋកិច្ចអាស៊ាននេះបាទពីម៉ាឡេស៊ីពីសិង្ហបុរីហើយយើងមាន free trade កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាចិនក៏ដូចជា RCEP នេះប្រទេសទាំងអស់នោះហើយដែលយើងនាំតំណែងមកបំពេញជំនួសឲ្យតំណែងថៃដែលយើងបានបិទព្រំដែនគោកនេះហើយខ្ញុំឲ្យទន្ទឹមហ្នឹងខ្ញុំជឿថាសហគ្រាសធនតូចនិងមធ្យមកម្ពុជាគឺជាឱកាសរបស់គាត់ដែលកំពុងតែពង្រឹងហើយនឹងពង្រីកខ្លួនហើយមិនថាប៉ុណ្្នឹងទេមានការចាប់ផ្ដើមថ្មីទៀតដូច្នេះជាឱកាសរបស់សហនិយាយចំថាអាចសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរមិនត្រឹមតែឥឡូវហ្នឹងផលិតផលខ្លះមិនត្រឹមតែផលិតគ្រប់ក្នុងស្រុកទេឈានដល់ការនាំចេញទៀតបាទទន្ទឹមពេលហ្នឹងដែរវិនិយោគក៏ចូលបដាតែវិនិយោគក្នុងស្រុកយើងនេះត្រូវពង្រឹងខ្លួនហើយចាប់ដៃគូបាទចាប់ដៃគូមួយគាត់បាទដើម្បីពង្រីកខ្លួនរបស់គាត់ឲ្យកាន់តែធំក្នុងការផលិតនិងកែច្នៃវត្ថុធាតុដើមដែលយើងមានស្រាប់នេះសប្តាហ៍ថ្ងៃនេះប៉ាត់មែនហើយវត្ថុធាតុដើមយើងមិនគ្រប់គ្រាន់ទេដែលយើងសល់តំណែងដែលថៃកំពុងតែនាំចូលមួយចំនួននេះណាបាទដែលមានការនាំចូលមានការធ្លាក់ចុះហើយប៉ុន្តែអ្វីដែលនៅនាំចូលភាគមួយចំនួននោះគឺជាវត្ថុធាតុដើមដែលមកបំរើឲ្យរោងចក្រសហគ្រាសដែលគាត់វិនិយោគនៅប្រទេសកម្ពុជាយើងនេះដូច្នេះការនាំចូលវត្ថុធាតុដើមវាមិនមែនជាបញ្ហាតែកុំនាំផលិតផលសម្រាប់ខុសច្បាប់និយាយចំមិនថាប្រទេសថៃទេប្រទេសណាក៏ដោយតែនាំចូលដោយខុសច្បាប់រត់គេចពន្ធអានឹងជាបទល្មើសដែលវាការបំផ្លាញសេដ្ឋកិច្ចកម្ពុជាធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69